ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរាទូលព្រះអង្គសូមជម្រាបសួរដល់វិក្កាមិនកិត្តិយសសិស្សនិស្សិតនិងប្រិយមិត្តទាំងក្នុងនិងទាំងក្រៅប្រទេសទាំងអស់ដែលកំពុងតែទស្សនាការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គម Facebook របស់យុវដ្ឋានប្រាំធុនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាទីមេត្រី ដោយតាមការសន្យាខ្ញុំបាទខុនចន្ទិកាជាអ្នកសម្របសម្រួលកម្មវិធីបទបង្ហាញតាមប្រព័ន្ធអនឡាញតាំងនាមថ្នាក់ដឹកនាំនិងក្រុមការងារនៃនាយកដ្ឋានបរមធុសូមស្វាគមន៍បាកម្មវិធីនាវេលាព្រឹកនេះខ្ញុំបាទសូមជម្រាបថាកម្មវិធីបទបង្ហាញតាមប្រព័ន្ធអនឡាញគឺធ្វើឡើងជារៀងរាល់3ខែម្ដងដោយមានការអញ្ជើញចូលរួមចែករំលែកពីវិក្កាមិនជាតិនិងអន្តរជាតិដែលមានបទពិសោធន៍និងចំណេះជំនាញជ្រៅជ្រះលើវិស័យវប្បធម៌ក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់សាធារណជនជាពិសេសដល់អ្នកសិក្សាស្រាវជ្រាវសិស្សនិស្សិតមន្ត្រីរាជការដែលកំពុងតែប្រកបអាជីពនិងសិក្សាពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ជាតិប្រិយមិត្តជាទីមេត្រីកម្មវិធីព្រឹកនេះមានការផ្ដល់កិត្តិយសចូលរួមពីសំណាក់វាគ្មិនរបស់យើងគឺលោកកឹមសុភ័ណ្ឌក្រុមប្រធានបទបញ្ចែកទេសផលិតវត្ថុសិល្បៈចម្លងដូចនិងវិធីសាស្ត្រត្រួតពិនិត្យបច្ចុប្បន្នលោកជាប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងលោកបានបញ្ចប់ការសិក្សាផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងបានបន្តការសិក្សាជាបន្តបន្ទាប់នៅឯបរទេសដូចជាប្រទេសអាល្លឺម៉ង់អង់គ្លេសបារាំងអូស្ត្រាលីប្រទេសជប៉ុនជាដើមលោកបានចូលរួមការងារជួសជុលអភិរក្សនិងមានស្នាដៃជាហូរហែក្នុងផ្នែកបេតិកភណ្ឌវប្បធម៌ជាតិជាច្រើនឆ្នាំផងដែរកម្មវិធីបទបង្ហាញតាមប្រព័ន្ធអនឡាញនាពេលព្រឹកនេះគឺមានរយៈពេល1ម៉ោងនិងមានជាសំណួរចម្លើយនៅចំកម្មវិធីប្រិមិត្តអាចសរសេរជាសំណួរនៅក្នុង page Facebook ដែលកំពុងតែបន្តផ្ទាល់ហើយក្រុមការងារនឹងរៀបចំវាគ្មិនបកស្រាយជូននៅពេលក្រោយនៃចុងកម្មវិធីដូចនេះខ្ញុំនឹងបន្តនាវិញឆ្ងាយនោះទេសូមគោរពអញ្ជើញលោកកឹមសុភ័ណ្ឌទីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងមេត្តាចែករំលែកនៅប្រធានបទស្ដីពីបញ្ចែកទេសផលិតវត្ថុសិល្បៈចម្លងដូចនិងវិធីសាស្ត្រត្រួតពិនិត្យដូចតទៅបាទសូមគោរពអញ្ជើញបាទជាបឋមសូមគោរពអាដាមលោកទាវអស់លោកស្រីនៅក្នុងអង្គប្រជុំតាមប្រព័ន្ធជួនរូបភាពជាទីគោរពនិងជាទីមេត្រីខ្ញុំបាទដូចបានដឹងហើយថាអ្នកដឹកនាំកម្មវិធីបានរៀបរាប់ហើយអញ្ចឹងខ្ញុំមិនបាច់រៀបរាប់ទៀតទេហើយគ្រាន់តែជម្រាបថាខ្ញុំអត់បានទៅរៀននៅអាល្លឺម៉ង់អង់គ្លេសទេគ្រាន់តែធ្លាប់ទៅរៀននៅជប៉ុនបារាំងអាល្លឺម៉ង់និងអូស្ត្រាលីចឹងវិញទេណាចឹងអត់មានអង់គ្លេសទេអត់ដែលបានទៅទេបាទសូមអធិស្ឋានបាទចឹងតើខ្ញុំ share ក្នុងពេលឥឡូវនេះឬមួយក៏យ៉ាងម៉េចដែរបាទសូម share បាទ slide សូម slide ខ្ញុំហ៎ share slide ខ្ញុំឥឡូវហ៎បាទឈប់ខ្ញុំរកកន្លែង share slide share ឃើញអានេះ share sound share slide កន្លែងនេះខ្ញុំបើក slide ហើយតានេះហ្នឹងនេះសៀងទេអត់ឃើញអានេះ open អូខេតើទេបងបានឃើញហ្នឹងណាឃើញទេ share slide តើបាទសូមអធិស្ឋានឃើញ slide ខ្ញុំអត់បាទបាទជំរាបសួរលោកវិក្កាមិនដូចជាអត់ទាន់បានឃើញទទួលស្លាយទេបាទចំទេ share តើគេមិនចំឈប់មួយណាចេះទេ
execute អត់ឃើញទៅទេខ្ញុំមើលម្ដងទៀតមិនចឹងអត់ឃើញទៅចឹងឆ្លើយបើកហើយឃើញនេះមែនអត់ឯងស្លាយតែសួរអីទៀតអូសួរទីបងលោកបាទសូមជួបទីខាងលើមកខាងមែនលើមានសញ្ញានេះខាងខាងបាទដាក់ password is security អូខេអឡូទៅនៅបាទទៅនៅទៅហ៎អត់ឃើញអញ្ចឹងបាទបាទឃើញស្លាយខ្ញុំនៅបាទរើសអាឡូជំរាបសួរណាបាទជំរាបសួរលោកវិខ្ញុំបាទបាទឃើញស្លាយហើយបាទឃើញណាសូមជើញលោកបកស្រាយបាទអឺបាទអញ្ចឹងខ្ញុំបាទសូមជម្រាបថាអឺនៅក្នុងថ្មីនេះដែរខ្ញុំមិនចង់និយាយរឿងកើតឡើងថ្មីទេប៉ុន្តែខ្ញុំចង់និយាយថាអឺដោយសារការវិវត្តរបស់ជាពលរដ្ឋកម្រិតយល់ដឹងរបស់ជាពលរដ្ឋការវិវត្តផ្នែកវិស័យសេដ្ឋកិច្ចផ្នែកអីផ្សេងត្រូវបានសិល្បករសិល្បករនីរកឃើញរបស់កំហើញផ្សេងចឹងទៅដើម្បីកែច្នៃធ្វើយ៉ាងណាឲ្យសិល្បៈដើរដំណើរការរស់រវើកនិងកម្រិតជីវភាពគាត់កើនឡើងគាត់ច្នៃពីរបស់ដែលមិនសូវមានតម្លៃឲ្យទៅជាមានតម្លៃជាការពិតឈើមួយដុំឆ្លាក់ចេញជារូបមួយតម្លៃផ្សេងឈើដែលមិនទាន់ឆ្លាក់តម្លៃផ្សេងប៉ុន្តែមួយទៀតឈើមួយទៀតមានតម្លៃស្មើអុសដុតសឹងថាពិបាកផងប៉ុន្តែគាត់ច្នៃទៅជាមានតម្លៃខ្ពស់ចឹងទេតាមវិធីសាស្ត្រផ្សេងអញ្ចឹងហើយបានយើងឃើញមានការចម្លងរូបឲ្យដូចទៅជាបុរាណដើម្បីអឺបង្កើនកម្រិតចំណូលជីវភាពរបស់ពួកគាត់ណាដល់អញ្ចឹងយើងឃើញថានៅក្នុងសិប្បកម្មចម្លាក់មួយចំនួនគាត់ធ្វើរូបបុរាណគាត់ធ្វើរូបឲ្យដូចបុរាណសំទោសធ្វើរកវត្ថុសិល្បៈហ្នឹងឲ្យដូចបុរាណពេលខ្លះគាត់យកឈើចាស់តែម្ដងធ្វើដើម្បីងាយស្រួលសម្រាប់គាត់ចឹងទេតទៅនេះខ្ញុំសូមបង្ហាញអំពីថាបើគាត់ធ្វើអញ្ចឹងតើយើងមានវិធីសាស្ត្រយ៉ាងម៉េចដែលអាចមើលដឹងបានហើយកំណត់អត្តសញ្ញាណបានថាវត្ថុសិល្បៈនេះជាវត្ថុសិល្បៈចម្លងជាវត្ថុសិល្បៈធ្វើគំរូតាមអញ្ចឹងបច្ចេកទេសនៃការផលិតយើងត្រូវដឹងដើម្បីយើងវាតម្លៃសួរថាគេផលិតវាម៉េចតើតើយើងដឹងធាតុទាំងអស់បានយើងអឺដឹងដឹងថាវត្ថុបុរាណសម័យវត្ថុនៃផលិតអឺចម្លងដូចហ្នឹងគេវាយ៉ាងម៉េចឬក៏អាចបន្លំឬក៏មិនបន្លំទេគាត់ធ្វើដើម្បីឲ្យបានលក់បានកម្រៃចំជីវិតគាត់ទេអញ្ចឹងនៅក្នុងមាតិកានេះខ្ញុំមាន4ចំណុចធំប៉ុន្តែចំណុចទី1គឺបច្ចេកទេសនៃការផលិតវត្ថុសិល្បៈចម្លងដូចជាការពិតបើយើងដឹងថាវត្ថុនឹងធ្វើពីអីជាស្អីតើយើងដឹងពីវិធីសាស្ត្រនៃការធ្វើដែរអញ្ចឹងហើយអញ្ចឹងនៅក្នុងហ្នឹងចំណុចធំទី1គឺ
វត្ថុសិល្បៈធ្វើអំពីថ្មពីឈើនិងពីលោហៈយើងមើលមានប៉ុណ្ណឹងដែលផលិតបច្ចេកទេសនៃការធ្វើមានប៉ុណ្ណឹងហើយវិធីសាស្ត្រនៃការមើលគឺចំណុចទី2ក្នុងការវាយតម្លៃថាតើជារូបចម្លងឬក៏ជារូបបុរាណពេលខ្លះយើងពិបាកមើលដែរចំណុចទី3ជាបញ្ហាប្រឈមនិងដំណោះស្រាយយើងមានបញ្ហាប្រឈមអីហើយយើងបានត្រូវដោះស្រាយរបៀបម៉េចប៉ុន្តែមួយទៀតជាសំណូមពរទេអាចនៅក្រសួងស្ថាប័នពិចារណាទៅថ្ងៃមុខអញ្ចឹងយើងចូលដល់មួយគឺបច្ចេកទេសនៃការចម្លងធ្វើវត្ថុសិល្បៈចម្លងដូចអំពីថ្មអឺសិល្បៈខ្មែរគឺជាសិល្បៈបែបសាសនាចឹងហើយបានចម្លាក់មួយចំនួនធំស្ទើរតែទាំងស្រុងត្រូវបានឆ្លាក់តែរូបអាទិទេពផ្សេងៗនៅក្នុងលទ្ធិសាសនានានាអឺអត់សូវមានរូបចម្លាក់ទូលណាដែលឆ្លាក់ជាគេហៅនេះក្រៅពីតែជញ្ជាំងប្រាសាទបាយ័នកឬក៏ប្រាសាទផ្សេងទៀតហ្នឹងអញ្ចឹងរូបទោលភាគច្រើននៅស្រុកខ្មែរភាគច្រើនជារូបអាទិទេពអត់ដូចនៅសិល្បៈអឺរ៉ុបទេអឺរ៉ុបគេឆ្លាក់មានសិល្បករមានអ្នកចម្រៀងអ្នកអីផ្សេងចឹងទៅអញ្ចឹងរូបបែបសិល្បៈខ្មែរបែបសាសនាអញ្ចឹងឆ្លាក់ភាគច្រើនរូបអាទិទេពយើងឃើញនៅក្នុងនឹងហើយឃើញទេសុទ្ធតែរូបអាទិទេពត្រូវបានគេឆ្លាក់ហើយហេតុអីបានសបោរូបអំពីថ្មហ្មងដោយសារយើងឃើញថាថ្មវាមិនងាយខូចទេហើយពេលសម័យហ្នឹងយើងគិតថាមានអំពីឈើដែរប៉ុន្តែខ្ញុំមិនដឹងថាឈើហ្នឹងយ៉ាងណាយ៉ាងណីទេនៅសល់ទេប៉ុន្តែពេលភាគច្រើនអត់បានឃើញឈើហ្នឹងនៅសល់ច្រើនទេនៅក្នុងសម័យអង្គរហ្នឹងរូបហ្នឹងបាទអញ្ចឹងយើងមើលតទៀតនេះគឺនៅក្នុងសិប្បកម្មចម្លាក់មួយក្នុងខេត្តបាត់ដំបងអឺសិល្បករព្យាយាមយករូបគំនូររូបថតរូបថតពីសៀវភៅបោះអឺដែលសរសេរកន្លងមកមានក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរមានសៀវភៅអីហ្នឹងហើយមានរូបថតរូបចម្លាក់រូបអីហ្នឹងគាត់យករូបហ្នឹងមកមើលធ្វើជាគំរូឆ្លាក់រូបថ្មីមួយទៀតឲ្យដូចរូបហ្នឹងហើយគាត់ឆ្លាក់មានបទពិសោធន៍ពោះគាត់ដូរពលាកដូរអីច្រើនហើយអាពលាកក្រោយនេះគឺយើងឃើញនៅក្នុងរូបហ្នឹងឃើញឡើងខ្មៅក្បាលពលាកហ្នឹងមានន័យថាគាត់ឆ្លាក់យូរហើយអញ្ចឹងគាត់ដូរផ្លែទៅផ្លែដាច់ថែបទៅបាក់ផ្លែមួយហ្នឹងដូរផ្លែមួយទៀតអញ្ចឹងទៅហើយចេះតែឆ្លាក់អញ្ចឹងទៅហើយគាត់ធ្វើផ្ចិតផ្ចង់គាត់យកថ្មព្យាយាមយកថ្មយកអីឲ្យសាច់ស្តៀងដូចទៅនឹងយើងសម័យបុរាណដែរដូចជានៅក្នុងសិល្បៈខ្មែរយើងសម័យមុនមុនសតវត្សទីមុនសម័យអង្គរហ្នឹងភាគច្រើនថ្មភ្នំថ្មអីហ្នឹងរឹងហ្នឹងក្រានីតអីហ្នឹងសូវមានមិនឃើញយកថ្មភក់ក្រោយមកបានមានថ្មភក់ថ្មអីទាំងហើយរូបដែលគាត់ឆ្លាក់ហើយហ្នឹងគាត់ផ្ទៀងផ្ទាត់ជាមួយនឹងរូបថតរូបអីឲ្យដូចធ្វើម៉េចឲ្យដូចជួនកាលយើងមើលសឹងមិនដឹងបើសិនជាកុំថ្មថ្មីយើងមើលមិនដឹងអញ្ចឹងទេយើងឃើញបន្តទៀតគាត់យកទៅធ្វើពណ៌គាត់យកទៅមានវិធីសាស្ត្រផ្សេងអញ្ចឹងទៅហើយធ្វើទៅតាមកម្រិតយល់ដឹងការច្នៃប្រឌិតការអឺសង្កេតការពិនិត្យរបស់គាត់ថារូបបុរាណហ្នឹងវាលក្ខណៈវាម៉េចហើយគាត់ធ្វើយ៉ាងណាឲ្យមើលទៅស្រដៀងឬដូចទៅនឹងហើយចម្លាក់ថ្មក្រោយមកទៀតអឺធ្វើឆ្លាក់ទៅតាមអ្វីដែលតម្រូវការទីផ្សារបាទហើយយើងមើលអ្នកផលិតវត្ថុ
សិល្បៈចម្លងដូចគឺគាត់ប្រើមែនទែនទៅគាត់អត់ដឹងទេគាត់អត់ដឹងថាអ្វីដែលគាត់កំពុងធ្វើហ្នឹងជារូបមន្តគីមីហ្នឹងទេមានអុកស៊ីហ្សែនមានទង់ដែងមានក្លក្លជាតិអំបិលហ្នឹងឯងមានទឹកមានអាស៊ីតស៊ុលហ្វឺរ៉ឺអាស៊ីតស៊ុលហ្វឺរិកអាស៊ីតក្លរីដ្រិកអាស៊ីតនីត្រិកដែកអុកស៊ីតនិងកាបូនអុកស៊ីតអញ្ចឹងនៅក្នុងហ្នឹងខ្ញុំសង្កេតទៅឃើញមានប៉ុណ្ណឹងដែលគាត់យកមកប្រើក្រៅពីហ្នឹងដូចជាមិនទាន់ឃើញអីទៀតទេប៉ុន្តែមានដែរមានប្រើពណ៌ដែរណាតិចទៀតខ្ញុំនឹងបង្ហាញនេះគ្រាន់តែជារូបមន្តដែលគាត់ធ្វើដើម្បីទៅដាក់វិធីសាស្ត្រនៃការធ្វើគាត់ធ្វើដើម្បីឲ្យមើលទៅរូបនឹងមានលក្ខណៈដូចទៅនឹងរូបអឺបុរាណដែរហើយអ្វីដែលគាត់យកមកនោះគឺគាត់ទៅកន្លែងជាងកន្លឹងគាត់ទៅកន្លែងជាងកន្លឹងគាត់យកអាកំតិចកំទីអាគេកន្លឹងសល់ចោលបោះយកមកហ្មងណាដូចទៅសម្អាតឲ្យជាងកន្លឹងអញ្ចឹងគាត់ប្រើស្រះទឹកមួយគាត់ប្រើធុងគាត់ប្រើភ្លើងអីចឹងទៅភ្លើងមិនតែប៉ុណ្ណោះនៅពេលដែលគាត់ធ្វើចឹងច្រើនសារគាត់ត្រាំនៅក្នុងអាងនេះដូចជានេះគាត់ធ្វើអាងមួយគាត់ធ្វើអាងមួយគាត់ត្រាំចឹងទៅហើយគាត់យកមកដាក់ក្នុងទឹកដុតភ្លើងដុតអីចឹងទៅប៉ុន្តែមានយើងឃើញកំពុងនេះកំពុងរះបាញ់ភ្លើងឯម៉ាស៊ីនកណ្ដាលនេះម៉ាស៊ីននេះបាញ់ខ្សាច់ណាអញ្ចឹងវិធីសាស្ត្រគាត់ច្រើនណាដើរច្រើនមែនទែនបាញ់ខ្សាច់បាញ់ភ្លើងដុតភ្លើងត្រាំទឹកដាក់ក្នុងផឹកដាក់អីច្រើនណាពិសាអញ្ចឹងគាត់យកទៅកប់ក្នុងដីចោលទៅនៅក្នុងអីដាក់ខ្សាច់ចាក់អាស៊ីតចាក់អីចឹងទៅអូហែទៅចឹងមកណាត្រាំទឹកហើយនៅពេលដែលដកស្រង់រូបនឹងចេញមកយើងឃើញថាដូចទីហោរូបកណេះហ្នឹងវាជាប់ក្រាំងអាក្រាំងនេះក្រាំងកតិចដែកដែលគាត់ដាក់ណាគាត់ដាក់ចឹងទៅហើយនៅសល់ចឹងទៅហើយគាត់អឺដាក់អាស៊ីតដាក់ត្រាំដាក់អីមិញហ្នឹងគាត់យកមកឡើងលើគោវិញមើលទៅនៅអត់ទាន់ដូចទេជាក់ស្ដែងដូចរូបអីលោកកេសវរៈនេះគាត់ព្យាយាមឆ្លាក់ឲ្យដូចសម័យសតវត្សទី13ទៅនេះរូបកេសវរៈនេះ13ទៅរូបពុទ្ធនេះមុនសម័យអង្គរអញ្ចឹងទៅឆ្លាក់ហ្នឹងទៅកណេះសម័យគាត់ច្រឡំតាមហើយការផលិតឥឡូវវិធីសាស្ត្រនៃការអឺមើលវិញខ្ញុំដាក់ម្ដងមួយខ្ញុំអត់ដាក់នេះទេដាក់ការផលិតហើយវិធីសាស្ត្រនៃការមើលការត្រួតពិនិត្យការវាយតម្លៃការអីចឹងទៅរូបអំពីថ្មអឺអាចអាចបើសិនជាសិល្បករនឹងគាត់ខ្លាំងគាត់ពូកែយើងពិបាកមើលអញ្ចឹងសិល្បករគាត់ចេះពេលខ្លះគាត់និយាយមកចេះដឹងរចនាបថជាងមន្ត្រីយើងដែលមិនមែនជាបុរាណវិទ្យាហើយគាត់ដឹងទាំង14រចនាបថហ្នឹងជួនកាលគាត់និយាយមកយើងថាដូចជាគាត់បានរៀននេះដែរពេលខ្លះគាត់មើលសភៅគាត់ថាគាត់មើលទៅណាមុនសម័យអង្គរអញ្ចឹងយើងបែងចែកខ្ញុំមើលទៅឃើញមានវិធីសាស្ត្រនៃការពិនិត្យឃើញមាន6ចំណុចប៉ុន្តែបើសិនជាមាន comment ថាមានចំណុចផ្សេងទៀតអាចប្រាប់ទៀតខ្ញុំនឹងយកបទពិសោធន៍ហ្នឹងចំពោះខ្ញុំមាន6ចំណុចហ្នឹងកដល់ចទី1វិធីសាស្ត្រនៃការមើលរបស់យើងទី1យើងមើលទៅលើរចនាបថនៃសិល្បៈខ្មែរអ្នកពិនិត្យត្រូវតែដឹងមិនគួរណាត្រូវតែដឹងថាសិល្បៈខ្មែរមានរចនាបថប្រមាណអញ្ចឹងណាអញ្ចឹងមានអ្នកបត់មុនសម័យអង្គរមានប្រមាណហើយខ្ញុំគាត់សង្ខេបតិចឲ្យច្បាស់កន្លែងរចនាបថហ្នឹងទើបយើងវាតម្លៃវត្ថុចម្លងដូចបានទី1គឺមុនសម័យអង្គរមាន10មាន4រចនាបថមាន4រចនាបថយើងដឹងហើយសម័យភ្នំដាមែនតើនៅចែកចេញជាភ្នំដា A ភ្នំដា B ទៀតណា
ប៉ុន្តែខ្ញុំមិនលម្អិតទេគាត់ឲ្យចង់ប្រាប់ហើយសម្បូរព្រៃគុកព្រៃក្មេងកំពង់ព្រះហើយរចនាបថទាំង4នេះមុនសម័យអង្គរនេះគេមានលក្ខណៈពិសេសនៃរចនាបថមួយនឹងទៀតអញ្ចឹងបើយើងមិនដឹងលក្ខណៈពិសេសនៃរចនាបថយើងអត់ស្គាល់រចនាបថទេអញ្ចឹងវាបោកពេញនឹងឃើញតែរំយោលផ្កាឃើញតែស្លឹកឈើគេហៅថារមូលស្លឹកឈើបារាំងហៅរាំងសូហ្វូយ៉ានឹងអាហ្នឹងយើងឃើញតែប៉ុណ្្នឹងអញ្ចឹងលក្ខណៈពិសេសអាខ្ញុំឧទាហរណ៍ខ្ញុំអត់និយាយរឿងទៅ10រចនាបថក្នុងសម័យអង្គរឯងហើយយើងគ្រាន់តែសង្កេតមើល4រចនាបថសិនយើងត្រូវដឹងថាភ្នំដាគឺមានតែបដិមាសាស្ត្រទេហើយភ្នំដាជាសិល្បៈចម្លងពីបរទេសមកដំបូងគឺឥណ្ឌាហ្នឹងហើយសម័យហ្នឹងដូចយើងដឹងហើយរូបវិស្ណុរូបពលរាមរូបអីដែលតាំងនៅសារមន្ទីរហ្នឹងគឺយកចេញពីរូងភ្នំដាក់ចកេះភ្នំដាហ្នឹងរូងហ្នឹងដែលសម័យហ្នឹងអឺសម័យព្រះបាទរុទ្រវរ្ម័នហ្នឹងគាត់សាងសង់ហ្នឹងអញ្ចឹងមានតែហ្នឹងដល់ពេលសម្បូរព្រៃគុកយើងមានរំយោលមានអីចឹងណាមានរំយោលផ្កាមានមនុស្សជិះសេះនៅលើដងធ្នូនៃផ្តែរចឹងទៅដល់ព្រៃក្មេងទៅជារូបទេពទៅជាអីឆ្លាក់ក្បាច់ផ្កាដល់ពេលកំពង់ព្រះគឺភាគច្រើនគឺធម្មជាតិអីអានេះខ្ញុំក៏ឧទាហរណ៍ទូចប៉ុណ្ណឹងទេប៉ុណ្ណឹងអញ្ចឹងយើងត្រូវដឹងលក្ខណៈពិសេសនៃក្បាច់នីមួយនៃនៃមួយដល់បន្ទាប់មកនៃរចនាបថមួយទើបយើងបែងចែករចនាបថបានទើបយើងច្បាស់នៅក្នុងរចនាបថអឺបន្ទាប់មករចនាបថសម័យអង្គរមាន10ចឹងចេញពីគូលែនបាគងបាខែងកោះកែប្រែរូបប្រទាយស្រីឃ្លាំងបាពួនអង្គរបាយ័នចឹងទៅចឹង10ហ្នឹងចឹងក្នុងចំណោម10ហ្នឹងគឺមានរចនាបថ3ដែលពិបាកមើលជាងគេគឺកោះកែប្រែរូបប្រទាយស្រី3រចនាបថនេះពិបាកមើលជាងគេដែលលក្ខណៈពិសេសរបស់គាត់អាចមាននៅក្នុងរចនាបថផ្សេងអញ្ចឹងបើយើងមើល3រចនាបថហ្នឹងគឺរចនាបថប្រែរូបពិបាកអ្នកបុរាណវិទូខ្លះមកទៅចេះអាហ្នឹងមិនអញ្ចឹងអានេះមិនចុះតាមពិតទៅសពរចនាបថប្រែរូបគឺជារចនាបថអន្តររចនាបថពីកោះកេរទៅប្រទេសស្រីអញ្ចឹងអ្វីដែលកោះកេរមានប្រែរូបអាចមានអ្វីដែលប្រទេសស្រីមានក៏ប្រែរូបមានដែរនឹងហើយបានមើលត្រូវមើលកន្លែងហ្នឹងតទៀតជាពិសេសប្រភពនឹងអញ្ចឹងបានយើងពិបាកមើលដែរនឹងអញ្ចឹងតទៀតឲ្យច្បាស់រចនាបថមួយទៀតគឺគុណភាពថ្មគុណភាពយ៉ាងម៉េចឧទាហរណ៍ថាយើងត្រូវដឹងថារចនាបថបាយ័នភាគច្រើនយកថ្មអីរចនាបថកោះកេរភាគច្រើនយកថ្មអីរចនាបថអីចឹងទៅឧទាហរណ៍ណាខ្ញុំឧទាហរណ៍ហើយថ្មភក់ដូចគ្នាប៉ុន្តែពេលខ្លះយើងមើលចម្លាក់ហ្នឹងអញ្ចឹងជាងឆ្លាក់អាចភ្លេចដែរភ្លេចខ្លួនដែរគាត់មិនស៊ីជម្រៅដូចយើងទេគាត់ថាគុណភាពថ្មហ្នឹងប៉ុន្តែត្រូវចាំបើសិនជាលក្ខណៈពិសេសនៃកោះកេរគឺយកថ្មមកដុំមកឆ្លាក់ណាអត់បំបែកចេញពីគ្នាមានព្រលួញមានអីទេតែហ្នឹងគុណភាពថ្មគុណភាពវត្ថុធាតុណាហើយយើងចំណុចទី3យើងមើលទៅលើផ្ទៃខាងលើនៃវត្ថុសិល្បៈផ្ទៃខាងលើយ៉ាងម៉េចផ្ទៃខាងលើហ្នឹងយើងមើលបើរូបបុរាណវាមានលក្ខណៈបែបម៉េចហើយរូបចម្លងដូចម៉េចហើយរូបសម័យដូចម៉េចអញ្ចឹងបើសិនជាយើងមើលឲ្យច្បាស់ពិនិត្យឲ្យដិតដល់ទៅឃើញថារូបចម្លងដូចរូបដែលគេធ្វើថ្មីគេចម្លងណាមានផ្ទៃខាងលើពុកផុយហើយរូបដែលបុរាណផ្ទៃខាងលើអត់ពុកផុយទេអាហ្នឹងត្រូវមើលឡើងហ្នឹងពីរហ្នឹងអញ្ចឹងបានថាត្រូវសង្កេតត្រូវជាយាមអ្នកពិនិត្យហ្នឹងឲ្យចេះសង្កេតឲ្យបានវែងឆ្ងាយឲ្យយូរទៅកុំឲ្យអាងថាអូយកមកភ្លាមអូចម្លងអាហ្នឹងយកមកភ្លាមអូបុរាណអាហ្នឹងពិបាក
tây hàng lơ này rụp thọ thấy tí bay thứ bốn từ tật đầy chừng mơ sna đáy tật đầy đài sao là bạc có đó chắc là việc mình chân vật cót thôi ca prao vật thậu bồ rán ca prao vật thậu prao pra bồ rán nâng vật thậu prao pra sầm máy là tập phao chân máu vật cót chỉ khóc nia tụ bay nè nâng chặt chong đội dạng ná có khóc nia đó nơi tầm miền trong nách dương mưa khơi chẳng chẳng cái lại ná để prao mà sân khát cái lại ná để prao để khát đáy dương đằng đấy dương thử mưa nè mưa lại cho nó đừng hay cho nó ti pram mưa pò pò bật thậu sao là bạn đang dần mệt chẳng pò rượu bà rán về làm nom về si kia về về cái hai thà mình mình bật pía mình bật pía lên hai sạch thằng mó còn mình bốc hơi đại đồng chẳng này chẳng tế bật thậu đài dừng mưa từ pò bà rượu nâng chầm lon đối và cắt chỉ pò mình đôi kia ắt đôi kia thì ừ, nơi lơ rụt nắng mình đôiគ្នាហើយយើងមើលរូបបារាណដូចគ្នាព្រោះអាហ្នឹងដល់មើលរូបហើយបង្ហាញផ្ទាល់ទៀតអាហ្នឹងបានច្បាស់មែនទែនហើយទី6គឺក្លិនយ៉ាងម៉េចក្លិនក្លិនត្រូវហាត់ក្លិនដូចឆ្កែហាត់មីនអញ្ចឹងយើងហ្នឹងអ្នកបុរាណវិទូហ្នឹងដែលពិនិត្យហ្នឹងត្រូវចេះដឹងក្លិនដូចឆ្កែហាត់មីនអញ្ចឹងណាអញ្ចឹងក្លិនបុរាណក្លិនវត្ថុបុរាណវាក្លិនវាមិនហើយក្លិនវត្ថុចម្លងដូចវាមិនបើសិនជាក្លិនវត្ថុចម្លងដូចមិនបាច់ទេដាក់តែច្រមុះទៅចិត្តឈួលយកមកវាមានក្លិនមួយហៅថាពិបាកមិនមែនជាក្លិនដែលវត្ថុនឹងទុកយូរជាក្លិនដីក្លិនអីធម្មតាអានោះវាក្លិនវាឈួលដូចមានរបស់អីមួយយ៉ាងមកពាក់ព័ន្ធអញ្ចឹងហ្នឹងឯងហើយនឹងត្រូវស្រង់ក្លិនដែរនឹងចេះអញ្ចឹង6ចំណុចនេះខ្ញុំមានតែ6ចំណុចនេះទេដែលជាវិធីសាស្ត្រក្នុងការវាយតម្លៃជាបច្ចេកទេសជាគោលដែលត្រូវការវាយតម្លៃអឺវត្ថុហ្នឹងថាជាវត្ថុចម្លងដូចអញ្ចឹងយើងមើលមកវិញណាដែលខ្ញុំនិយាយមិញហ្នឹងថានេះវាពុកផុយនៅលើផ្ទៃខាងលើហ្នឹងអញ្ចឹងណានេះញ៉េរូបចម្លងដែលធ្វើឲ្យមើលទៅដូចរូបបុរាណហ្នឹងវាមានលក្ខណៈពុកផុយអញ្ចឹងហើយយកឡើងភ្លាមអានេះថ្មីចាស់ប៉ុន្តែគាត់ទំចេញជំហានទី1អីចឹងតែចេញជំហានទី1គាត់ធ្វើឲ្យទៅបុរាណណាស់តែអានេះទំចូលដល់ជំហានទី1អញ្ចឹងយើងមើលសាច់ថ្មមើលអីថ្មីឃើញទេមើលអានេះដែលគាត់ចេញហើយគាត់ស្រង់ពីដីពីផឹកពីអីយកមកហើយលាងសម្អាតទៅឃើញថាវាពុកផុយអញ្ចឹងហើយបើយើងមើលទៅឃើញថាស្រដៀងនឹងបុរាណមែនបែបផ្ទៃខាងលើវាអញ្ចឹងវាអត់ដូចវត្ថុបុរាណទេហើយមួយទៀតរូបចម្លងដែរឃើញទេចម្លងដែរនេះគាត់ធ្វើនេះយើងអានេះរូបនេះរូបថតទេបើសិនជាមើលរូបមែនតែនសឹងតែមើលទៅស្តៀងច្រើនណាដូចច្រើនហើយរូបគឺទេពស្រីខាងក្រោយនេះក៏គាត់ព្យាយាមធ្វើឲ្យមើលទៅឃើញពណ៌ហ្នឹងវាស្មើគ្នាអញ្ចឹងណាស្មើគ្នាដូចអ្វីដែលខ្ញុំនិយាយអញ្ចឹងគាត់ដឹងហើយយើងមើលរូបខាងនេះមើលរូបថតនេះសឹងថារូបបុរាណបាត់ហើយនេះឃើញទេហើយមើលគាត់ធ្វើប្រលួញធ្វើអីគាត់អត់ឆាបទេប្រលួញក៏អត់ឆាបទេគាត់សឹកចិត្តដាប់ដៃណាហ្នឹងចិត្តដាប់ដៃប៉ុន្តែចំណុចខ្វះខាតគាត់ឡើងនេះគឺគាត់ឆាបនេះបើសិនជាគាត់ខាត់ដោយដៃទៀតយើងពិបាកមើលហ្នឹងខ្ញុំចង់ជែកចឹងហើយរូបសម័យរូបដែលធ្វើចឹងអាជាតិអាស៊ីតហ្នឹងដែលខ្ញុំនិយាយមកចលះខាងលើមិញហ្នឹងគឺវាស៊ីខាងក្រៅចឹងស៊ីខាងក្រៅស្មើអញ្ចឹងហើយសាច់ថ្មនេះត្រាំទឹកទៅវាស៊ីអញ្ចឹងណាស៊ីអញ្ចឹងហើយរូបនេះអត់ទុកអត់បានយូរទេទុកបានតែ20ឆ្នាំអីហ្នឹង10ឆ្នាំ20ឆ្នាំអានេះចាប់ដើមអាកេមនេះចាប់ដើមពុកហើយ
មួយទៀតគាត់ធ្វើហើយអានេះគាត់កាច់បំបាក់បន្ថែមទៀតតែអត់បានទេអញ្ចឹងឃើញទេបើសិនជារូបនេះធ្វើទៅដូចដែរដូចគាត់កាច់ពេលបាក់ហ្នឹងគាត់អត់បានយកមកធ្វើឥឡូវគាត់យកមកលោមើលទៅឃើញស្នាមដូចអញ្ចឹងតែអានេះអត់បានទេអត់បានធ្វើទេអាដៃឆ្វេងនេះឃើញធ្វើតែដងខ្លួននេះហើយនៅក្នុងសាច់ហ្នឹងសាច់ថ្មហ្នឹងដែលបើសិនយើងកាត់ទៅឃើញអញ្ចឹងឃើញស៊ីអញ្ចឹងស៊ីទៅខាងក្នុងអញ្ចឹងហើយដូចរូបកណេះរូបអីឃើញទេកាច់ភ្លាមគឺថ្មថ្មីចាស់ហ្មងខាងក្រៅមើលទៅដូចបុរាណតែខាងក្នុងកាច់ពិតថ្មីចាស់ណាសាច់ថ្មហើយសួរសាច់ថ្មថ្មីសាច់ថ្មចាស់ហ្មងនេះមកមើលខាងនេះអញ្ចឹងបើយើងមើលរូបសម័យឃើញរូបច្រឡងដូចឃើញខាងក្រៅនេះឃើញសាច់ថ្មនេះឃើញស្នាមចូលជ្រៅអាចមកហ៊ុនអីដែរអស់មួយសង់ទីម៉ែត្រឬក៏អីដែរណានេះជាពិសេសនេះមើលឃើញទេស៊ីចូលមួយសង់ទីម៉ែត្រអាហ្នឹងបើសិនជាត្រាំយូរវាចូលទៅជ្រៅជាងហ្នឹងទៀតអាហ្នឹងបើត្រាំឆាប់វាប៉ុណ្ណឹងប៉ុណ្នេះដោយសារគាត់ដាក់ជាតិអាស៊ីតច្រើនពេកអាស៊ីតនីត្រិកច្រើនពេកដល់ដាក់ទៅវាចូលទៅក្នុងហ្នឹងបានប៉ុណ្ណឹងបើសិនគាត់ដាក់ស្ទើរវាស៊ីសើតែខាងក្រៅទេវាអត់ស៊ីចឹងប៉ុន្តែយើងមើលកលេចរូបបុរាណនៅចិត្តនឹងវិញឃើញទេឃើញអានេះសឹងថាដូចស្បែកមនុស្សចឹងណានេះអាផ្ទៃខាងក្រៅនេះកាត់ដូចគ្នាមិនដូចគ្នាអញ្ចឹងមើលស្រទាប់ខាងលើរូបបុរាណយើងឃើញថៃបិទតែពុកផុយបាក់បែកឆែកមុខឆែកមាត់មើលប៉ុន្តែអាស្រទាប់ខាងក្រៅនៅរឹងមាំយើងមើលនេះស្រទាប់ខាងក្រៅនៅរឹងមាំនេះចឹងស្មើចឹងហ្មងអាហ្នឹងរូបបុរាណហើយរូបនេះមានសម័យមានបុរាណមានអីលេខគ្នាចឹងទៅណាចឹងយើងមើលការផលិតការអីរបស់គាត់ពេលហើយយើងមើលទៅវាបែកភ្នែកដែរវាពិបាកដែរណាគាត់ព្យាយាមធ្វើគាត់ស្គាល់រចនាបថគាត់ស្គាល់អីអញ្ចឹងគាត់មើលទៅហើយរូបនេះរូបទី2ទី3នេះរូបពិតហើយដល់ពេលអារូបខាងឆ្វេងសងខាងស្ដាំឆ្វេងនេះអត់ទេហើយមួយទៀតយើងចូលដល់ឈើខ្ញុំទៅសិនហើយចាំមានសំណួរចាំសួរទៅខ្លាចអត់ចប់ទៅមានបច្ចេកទេសការផលិតពីឈើក៏ដូចគ្នាខ្ញុំអត់និយាយយើងថាថ្មគេទុកគេអីចឹងឈើក៏ធ្វើរបៀបស្រដៀងនឹងដែរណាប៉ុន្តែឈើប្រើភ្លើងច្រើនជាងថ្មប៉ុន្តែថ្មប្រើភ្លើងដែរប៉ុន្តែវាមិនដល់ថ្នាក់ឈើទេហើយវាប្រើអាស៊ីតច្រើនជាងឈើដែរវិញហ្នឹងផ្ទុយគ្នាសរុបសេចក្តីទៅការធ្វើហ្នឹងគឺយ៉ាប់ដូចគ្នាហើយការឆ្លាក់ការអីហ្នឹងគាត់ព្យាយាមយកឈើយកអីដែលលក្ខណៈខ្លះឈើខ្លះវាពុកផុយស្រាប់ផងវាឈើបុរាណណាបើនិយាយទៅមិនមែនឈើបុរាណអីឈើយូរហើយឈើមានអាយុកាលយូរហើយយកហ្នឹងហើយរូបនេះសិតតែរូបបុរាណទេណាគឺដែលខ្ញុំបង្ហាញនេះគឺគាត់សិក្សារូបបុរាណអញ្ចឹងគាត់សិក្សារូបបុរាណហើយបានគាត់យកមកឆ្លាក់នេះក៏រូបបុរាណដែរហើយខ្ញុំសុំលងហើយបើរូបថ្មីហ្មងអត់អីទេនេះគាត់នេះកលេចឆេះហើយមិនជាអ្នករៀនបុរាណវិទ្យាអីក៏អាចមើលនេះពេលខ្លះគាត់យកឈើទៅធ្វើអញ្ចឹងសិនណាមិនធ្វើសិនទេគាត់ទិញសសរនេះសសរវិនឹងសសរផ្ទះចាស់ចាស់សអីយកមកនេះឈើហុកឈើអីនេះឈើវាពុកខាងក្នុងពុកអីគាត់យកមកកូរចោលពេញនឹងទៅអានេះដាក់ឆ្លាក់ត្រាស់ហើយក្រូគីហើយដាក់ចោលអញ្ចឹងទៅទុកទៅភ្លៀងមកមិនអីមិនធ្វើតាមនឹងទៅហើយរូបធ្វើពីឈើពណ៌ទី1គឺខ្មៅដែរទោះបីរូបនឹងចង់ធ្វើទៅពណ៌ខៀវបៃតងទឹកមាសទឹកអីក៏ដោយប៉ុន្តែអាស្រទាប់ទី1ខ្មៅគាត់មើលរូបបុរាណយើងគឺខ្មៅដែរខ្មៅហើយបានចេញជាពណ៌ផ្សេងអញ្ចឹងណាអញ្ចឹងគាត់លាបខ្មៅសិនលាបខ្មៅហើយគាត់យកមកត្រាំទឹកហើយគាត់យកមកលាបវិញជួនកាលក៏អត់ទេគាត់លាបខ្មៅហើយពេលស្ងួតគាត់លាបពណ៌មួយទៀតដែលគាត់ត្រូវធ្វើឲ្យពណ៌ហ្នឹងទៅជាទឹកមាសទៅជាក្រហមទៅជា
hiện so hiện lẹ ấy xây nó từ tám kia cầm mỏng vậy tới kia cầm mỏng thả ở trong ban po mất sự điên mất cái ao quát vườn chẳng phần là chỉ tu tới ru trong lon đối bữa thà lượng năng thư trắng lỡ khỏi cầm mỏng lại đôi chẳng thế bạn đối với cái bàn sự điên năng bàn hai quạt liệp tới chỉ po xây chẳng máu nhé hay quạt pra rực chơi chỉ tràn rực chơi chỉ tràn hay sờ bọ chơi chỉ tràn là bây giờ po đúng không là bây giờ po cả po xì mịch đi chơi này chẳng hạn đấy giờ quạt đặt po hai trăm tật đợt phượng thiệt đấy đợt hết bành thiệt chẳng hai bị lẹ thành từ trai cái tê quạt thưa cứ quạt từ mờ chớ bà chớ năng việc bốc là việc đời khòng của bút trụ này cứ quạt ở liệp ấy quạt cất thả năng cái địa sĩ về rụt năng do đã đặt tăng nơi nào tới cái địa sĩ năng chẳng tới túc năng chào ở liệp bánh nhẹ này chẳng đài đôi khi niệm hay mơ trường rụt hàng cào này bụng chẳng quạt tụng chẳng quạt cất thả ở mơ tới đôi cái địa sĩ mà cần nạt chẳng nhé hay គាត់យកទៅលាបពណ៌ច្រើនផ្សេងទៀតឬកណេះឬអីឈរអញ្ចឹងទៅប៉ុន្តែអ្វីដែលគាត់ធ្វើរូបម៉ាស់មុខម៉ាស់អីហ្នឹងគាត់ព្យាយាមដាក់អាពណ៌ខាងក្នុងហើយយើងបាក់វាគេគាត់យកទៅបាញ់គេដើម្បីឲ្យខ្ទុះពណ៌ខាងក្រៅទៅលបែបដូចនេះអញ្ចឹងនេះលបែបទៅប្រៀបបីដូចជារូបសម័យកណ្ដាលឬរូបសម័យណាបុរាណអីទៅវាជ្រុះពណ៌អញ្ចឹងមកដែរ ចឹងដល់វិធីសាស្ត្រនៃការមើលស្រដៀងគ្នាដែរស្គាល់ប្រភេទស្គាល់សាច់ឈើស្គាល់សិល្បៈហើយទឹកថ្នាំដែលគាត់លាបលើវត្ថុហ្នឹងយើងត្រូវស្គាល់ថ្នាំថារូបបុរាណថ្នាំវាមិនគេប្រើថ្នាំអីគេប្រើពណ៌អីហើយរូបសម័យឥឡូវគេអត់មានដូចថ្នាំពីមុនទៀតទេគេយកថ្នាំអីចឹងយើងស្គាល់ថ្នាំដែលគាត់យកមកប្រើលាបហ្នឹង ហើយទឹកថ្នាំដែលលាបនៅលើរូបហ្នឹងត្រូវស្គាល់ហើយកន្លែងពុកផុយនៅលើរូបហ្នឹងក៏យើងត្រូវស្គាល់ស្ថានដែរស្ថានយ៉ាងម៉េចដែលកលាកាត់ស្ថានយ៉ាងម៉េចដែលឈើនឹងពុកក៏ទុកធ្វើដោយកលាកាត់ចឹងគាត់លាបលាកាត់មែនតែនរូបបុរាណហើយពិនិត្យពីមុខពីក្រោយពីបាតជើងបាតអីសពក្បាលប្រកេះនៅខាងលើខាងអីហើយក្លិនដូចគ្នាបាទអញ្ចឹងនៅនេះឈើខ្ញុំមើលទៅឃើញមាន6ចំណុចដូចគ្នា ហើយយើងពិនិត្យមើលយើងមើលទៅគាត់ណាកលេចមកឆាច់ផ្ងាតារូបនឹងបន្តិចមកយើងដឹងថានៅបាតក្រោមរូបនឹងគាត់កាត់ស្នាមណាងោងនោះកាត់អត់ស្មើហើយម្យ៉ាងក៏អត់ធ្វើពណ៌ទៀតព្រោះគាត់គិតថានឹងបាតគាត់ដួលទៅណាអញ្ចឹងយើងមើលកន្លែងដែលដាច់ជាពិសេសគឺចំណុចពិសេសអស់ហ្នឹងហើយយើងមើលនៅខាងខ្នងនេះចំណុចពិសេសបើលាបថ្មីប្រកាសជាថ្នាំគ្របលើអាចាស់ហ្នឹងហើយ ហើយពេលដែលធ្វើទៅឃើញស្តៀងនឹងរូបបុរាណដែរដល់ខ្ញុំយករូបបុរាណមកដាក់មកស្តៀងគ្នាដែរអញ្ចឹងរូបគឺ4 5មករូបបុរាណជួប1 2 3ហ្នឹងសម័យចំពោះលោហៈនៅបាត់ដំបងអត់មានឃើញកន្លែងស្មូនអាស្មាត់ទេដូចជាมันមានស្មិតជាសប្បកម្មទេគឺនាំចូលពីសៀមរាបអីមកណាដើម្បីយកធ្វើពណ៌នាំចូលពីសៀមរាបពីភ្នំពេញនៅកើតទួលតពូងមានមួយកើតជាប់ផ្សារហ្នឹងមានមួយកន្លែងចូលខាងក្នុងតូចចង្ក្រោយដូចជាចង់10 ម៉ែត្រ4 ជ្រុងទៅធ្វើពណ៌ធ្វើអីនៅហ្នឹងហើយផ្លូវខាងកើតផ្សារទួលតពូងហ្នឹងទៅត្រង់ទៅដល់ផ្ទះសិនសៀមុតបាត់ឆ្វេងទៅនៅស្ដាំដៃមានធ្វើដែរហើយនឹងនៅចិត្តក្រោយទូចចិនមានខ្ញុំវាមិននេះទេមិនគាត់ដឹងថាកន្លែងដែលគេធ្វើទេមិនមែនកន្លែងគេធ្វើជាស្អីលក្ខណៈមិនស្របអីទេគេធ្វើស្របច្បាប់របស់គេទេអាហ្នឹងអញ្ចឹងអំពីយើងមើលរូបភាពរូបបុរាណនេះគឺមានលក្ខណៈបែបហ្នឹងដល់ទៅពេលនេះរូប
បុរាណដែរប៉ុន្តែมันជាបុរាណជ្រៅឆ្ងាយទេតែ200 300ឆ្នាំអី100ជាងឆ្នាំ100អីចឹងនេះរូបគឺស្មិតថ្មីដែរសរុបស្មិតថ្មីទេប៉ុន្តែគេយកអាស្មិតថ្មីហ្នឹងយកស្មិតថ្មីហ្នឹងយកមកត្រាំទឹកអញ្ចឹងយកមកត្រាំទឹកទៅណាខាងនេះគេរុំផុកទៀតរុំផុកនៅក្នុងផុកហ្នឹងមានជាតិអាស៊ីតអញ្ចឹងបានអ្នកធ្វើរូបហ្នឹងគាត់ប្រយ័ត្នដែរគាត់ពាក់ម៉ាស់ពាក់អីព្រោះប្រើអាស៊ីតច្រើនទាំងអញ្ចឹងការធ្វើរូបផលិតរូបបុរាណផលិតរូបចម្លងដូចនេះมันស្រួលប្រហែលទេអ្នកធ្វើហ្នឹងត្រូវប្រយ័ត្នប្រយែងដែរហើយយើងចុះទៅក៏ណែនាំគាត់ឲ្យប្រយ័ត្នប្រយែងក្រោយពីធ្វើយើងឃើញហឹមធ្វើរូបដូចជារូបកណេះកណេះនេះហើយនឹងរូបនេះគឺគាត់ជ្រុលគាត់ប្រើអាស៊ីតជ្រុលហ្នឹងប្រើអាស៊ីតជ្រុលអញ្ចឹងវាស៊ីដាច់ដាច់ជើងដាច់អីប៉ុន្តែនៅតែមួយចំនួនគិតថាអឺរូបបុរាណណាព្រោះប្រជាពលរដ្ឋក៏អត់ដឹងទេថាយើងក៏អត់ដឹងទេថាឃើញបុរាណអញ្ចឹងទៅប៉ុន្តែត្រូវបញ្យល់ប្រាប់គាត់អាបុរាណមិនអាសម័យមិនចឹងក៏មាន6ដែរដូចគ្នាទេអឺមាន6ចំណុចនៅលើហ្នឹងនៅតែពិនិត្យលើក្លិនពណ៌អីចឹងហូរហែដែរណាទឹកដៃទឹកអីចឹងដែរហើយយើងមើលរូបនេះគឺរូបបុរាណទាំងអស់ណាមានដើមសតវត្សទី20មានសតវត្សទី10អីចឹងមកហើយយើងមើលសាច់លើផ្ទៃលើផ្ទៃផ្ទៃលោហៈនៃរូបខុសគ្នាយើងមើលរូបបុរាណកន្លែងប្រកេះនេះមួយហើយនឹងប្រកេះនេះមួយរូបបុរាណយើងមើលសាច់មុខសាច់លោហៈគឺស័ក្តិស៊ីស្មើហើយមានភាពរឹងមាំឯរូបដែលគេច្រឡងនេះគឺស៊ីអត់ស្មើទេហើយកន្លែងណាដែលអាស៊ីតខ្លាំងក៏ដាច់ច្រើនទៅកន្លែងណាដែលមិនអាស៊ីតទេក៏មិនសូវដាច់ទៅហើយពុកផុយដោយដុំហើយនៅលើហ្នឹងគឺអត់ស្អាតទេដោយអាជាតិបាក់ទីណាជាតិច្រាស់ជាតិអីជាតិស្នឹមជាតិអីហ្នឹងណាបាទដែកច្រាស់ស្ពាន់អីស្នឹមហើយចឹងចូលដល់បញ្ហាប្រឈមនិងដំណោះស្រាយបញ្ហាប្រឈមគឺថាហេតុអីបានយើងពិបាកមើលដោយសាររូបហ្នឹងវាដូចពេកបានពិបាកមើលចឹងណាហើយដូចពេកដោយសារអីដោយសារសិល្បករគេចេះគេដឹងគេយល់ច្បាស់ពីអ្វីដែលហៅថារូបបុរាណអ្វីដែលរូបសម័យរូបច្រឡងអីចឹងទៅចឹងទេគាត់យល់ច្បាស់ពីលក្ខណៈនៃរូបបុរាណអញ្ចឹងគាត់ធ្វើបានគាត់យល់ច្បាស់ហ្នឹងដោយសារការចំណេះដឹងរបស់គាត់ហើយទី2គឺគាត់ប្រើរយៈពេលយូរកាលណាប្រើពេលត្រឹម10ឆ្នាំអីយើងបាក់មើលហើយបុរាណវិទូយើងដឹងថាបាក់មើលហើយកាលណាគាត់ប្រើពេល10ឆ្នាំដើម្បីធ្វើរូបនឹងមួយចាប់ពី7ឆ្នាំទៅ10ឆ្នាំគាត់ចេញពី5ឆ្នាំទៅយើងបាក់មើលបាត់ហើយណាអឺរួមផ្សំទឹកដៃទឹកអីគាត់ប៉ុនគាត់តែគាត់ប្រើរយៈពេលយើងដឹងថាពិបាកមើលហើយបើគាត់ប្រើរយៈពេលមិនប្រើរយៈពេលទេខ្លីបខំបញ្ញាប់ទៅលក់បញ្ញាប់ទៅអីអាហ្នឹងយើងមើលកលេចជួនកាលមើលតាមរូបថតក៏អាចដឹងដែរទេខ្លះប៉ុន្តែទូទៅមើលតាមរូបថតมันអាចទេបើសិនជារូបហ្នឹងគេធ្វើនោះគាត់មានការយល់ដឹងខ្ពស់ហ្នឹងមើលតាមរូបថតដឹងតើពិនិត្យស្ទាបមើលក្លិនអីសពបែបយ៉ាងដូចខ្ញុំរៀបរាប់ខាងដើមអញ្ចឹងសិល្បករព្យាយាមប្រើឧបករណ៍បុរាណដូចខ្ញុំជំរាបមិញអញ្ចឹងគេប្រើអត់ប្រើกระดาษខាត់អត់ប្រើអីទេគេខាត់យកអីខាត់ផ្សេងទៅប៉ុន្តែនៅនេះជិះមិនផុតទេគាត់ប្រើហើយមានភ្លើងមានម៉ូទ័រមានអីគាត់ប្រកាសជាប្រើប៉ុន្តែគាត់ព្យាយាមប្រើឧបករណ៍ប្រើយកស្លឹកចេកស្លឹកអនោងស្លឹកអីទៅខាត់រូបវិញណាខ្ញុំនិយាយមិននិយាយលម្អិតទេអានឹងការវិធីធ្វើឧបសម្ភារៈអីយកមកធ្វើនឹង
ហើយគាត់ព្យាយាមចម្លងស្ទើរមិនឲ្យដូចរូបបុរាណសុទ្ធសាធហ្មងចឹងកន្លែងណាមានអីគាត់ធ្វើឲ្យដូចហ្មងដូចទៅយើងក៏ពិបាកដែរហ្នឹងទី5គឺយើងអត់ទាន់មានឧបករណ៍មើលអាយុកាលទេហើយមើលអាយុកាលយើងមើលដឹងបើថ្មបើអីមួយនឹងដឹងអីខ្លះដែរតែអាយុកាលយ៉ាងម៉េចឧទាហរណ៍ថាយើងអត់ទាន់បានវិភាគទេហើយអឺស្ថាប័នណាក៏អត់ទាន់បានបញ្យល់ដែរទីខ្ញុំឧទាហរណ៍មួយគាត់យករូបសម័យអង្គរណាសតវត្សទីហោរូបសម័យសតវត្សទី11រូបសតវត្សទី11វាឆែកបាក់បែកគាត់យកមកស្លរំលាយជាមួយនឹងរូបសម័យកណ្ដាលមួយហើយឆ្លាក់នៅម្សិលមិញយើងមើលវាមិនអាហ្នឹងណានៅកន្លែងហ្នឹងដែរបើសិនជាគាត់បំផ្លាញដល់ថ្នាក់ហ្នឹងអាហ្នឹងធ្វើជាថាដូចបំផ្លាញហ្នឹងប៉ុន្តែទៅទីថាយករូបបុរាណពីសម័យមុនយកមកស្លលាយដល់ពេលម៉ាស៊ីនយើងមើលទៅវាគ្រាន់តែចេញភាគរយឲ្យថាមាសម៉ានដែកម៉ានអីម៉ានអញ្ចឹងទៅហើយបើយើងអាចពិនិត្យទៅយើងថាបើវត្ថុសិល្បៈហ្នឹងមានជាតិដែកម៉ានស្ពាន់ម៉ានហើយមាសប្រាក់ម៉ានយើងអាចវិភាគទៅថាអូរូបហ្នឹងរូបសម័យនេះគេភាគច្រើនធ្វើអញ្ចឹងហើយបើសិនជាមានសំណចូលទៀតសំណប្រើនៅសម័យណាអីយើងអាចដឹងអញ្ចឹងបានណាប៉ុន្តែឲ្យម៉ាស៊ីននឹងឲ្យច្បាស់គឺវាមិនច្បាស់វាត្រូវការពឹងពាក់អ្នកជំនាញតទៅទៀតដែរហើយប៉ុណ្ណឹងបញ្ហាប្រឈមហើយដំណោះស្រាយយើងត្រូវបញ្ជូនមន្ត្រីមានសមត្ថភាពពិតប្រាកដច្បាស់លាស់ចុះពិនិត្យអាហ្នឹងណាត្រូវបញ្ជូនមិនមែនថាអឺឲ្យតែមានតួនាទីចេះតែទៅដើម្បីតំណាងដើម្បីអីអត់ទេណាទៅមើលមែនតែនហើយណែនាំមន្ត្រីហ្នឹងបណ្ដោះបណ្ដាលមន្ត្រីហ្នឹងឲ្យគាត់ចេះត្រួតពិនិត្យចេះវាយតម្លៃសិនចាំឲ្យទៅអញ្ចឹងប្រធានស្ថាប័នត្រូវហៅមន្ត្រីមកណែនាំត្រូវហៅមន្ត្រីមកប្រាប់ថាណែវិធីត្រូវធ្វើអញ្ចេះឲ្យគាត់មិនយល់ឲ្យគាត់សួរយើងទៅណាហើយមុននឹងឲ្យគាត់ទៅហ្នឹងជៀសវាងការវាយតម្លៃខុសទៅវាជះមកស្ថាប័នវិញដដែលទេអញ្ចឹងយើងត្រូវមើលឡើងហ្នឹងតាមដានត្រួតពិនិត្យវាយតម្លៃនិងដំណងទិសចឹងយើងឲ្យគាត់ទៅហើយយើងក្នុងនាមវិធានស្ថាប័នត្រូវតាមដានមើលគាត់ថាគាត់នឹងទៅនឹងធ្វើមិនខ្លាចគាត់អត់ធ្វើការទេគាត់ធ្វើហើយគាត់ដឹងថាធ្វើហើយបើតាមដានការងារហ្នឹងគាត់ធ្វើហ្នឹងយ៉ាងម៉េចឲ្យមើលពិនិត្យមើលការងារគាត់ទៅហើយវាតម្លៃមើលតើគាត់ធ្វើហ្នឹងត្រូវទិសដៅត្រូវអីរបស់យើងបើសិនមិនត្រូវទិសដៅតម្រង់ទិសគាត់ទីហោថាគាត់ទៅពិនិត្យគាត់និយាយមើលទៅលើអីចឹងទៅដែលខុសពីអ្វីដែលលក្ខណៈពិសេសនៃវត្ថុបុរាណនៃវត្ថុចម្លងដូចហ្នឹងយើងតម្រង់ទិសគាត់ជាយាមប៉ុណ្ណឹងហើយអាហ្នឹងគឺដំណោះស្រាយខ្ញុំគិតថាអញ្ចឹងហើយខ្ញុំមានសំណូមពរថាមន្ត្រីជំនាញបុរាណវិទ្យាបន្ថែមទៀតត្រូវឲ្យមានមន្ត្រីបុរាណជាបន្ថែមទៀតទៅមន្ទីរស្ថាប័ននានាហ្នឹងទៅជាពិសេសមន្ទីរហ្នឹងដើម្បីឲ្យគាត់ពិនិត្យហើយក្រសួងគួរឬក៏ត្រូវតែមានឧបករណ៍ត្រួតពិនិត្យពីអាយុកាលនឹងទៅដើម្បីឲ្យមន្ទីរផ្សេងបើសិនជារកឃើញហើយมันច្បាស់ត្រូវទៅពិនិត្យសិនណាហើយសូមឲ្យក្រសួងប្រកាសឲ្យសិប្បកម្មចេញប្រកាសឲ្យគាត់មកធ្វើច្បាប់ធ្វើអីទៅហើយអត់យកប្រាក់កម្រៃក៏អត់ទៅហើយចេញប្រកាសនឹងមួយមកដើម្បីឲ្យមន្ទីរនានាហ្នឹងទៅហុចទៅជូនគាត់ថាឥឡូវគេឲ្យធ្វើច្បាប់ធ្វើអីចឹងទៅហើយសូមស្នើសុំក្រសួងចេញប្រកាសមួយថាមុននឹងចល័តវត្ថុចម្លងដូចពីខេត្តមួយទៅខេត្តមួយត្រូវឲ្យគាត់មកសុំច្បាប់
នៅមន្ទីររាជធានីខេត្តទៅដល់គាត់ចេញទៅណាឧទាហរណ៍ថាពីបាត់ដំបងចង់ដឹកទៅលក់នៅសៀមរាបឲ្យគាត់មកតាក់ទងមកដើម្បីយើងវាចម្លើយថាឲ្យទៅរូបនឹងប៉ុណ្ណេះជៀសវាងគេខាត់គេកាក់គាត់តាមផ្លូវទៅវាខកដំណើរខកអីគាត់ដែរហើយជួនកាលវាអីហើយយើងដាក់ទៅអាហ្នឹងប្រាប់ថាសុំដោយមិនបង់លុយមិនបង់អីចឹងទៅឲ្យគាត់ទៅជាងចេញលិខិតយើងទៅពិនិត្យឲ្យគាត់ទៅណា អាហ្នឹងបើធ្វើអញ្ចឹងបានព្រោះបាត់ដំបងធ្លាប់ដែរយកទៅសៀមរាបគេទៅដល់ថ្មគោលគេខាត់ឡានជាប់ទៅគោបាលស្នងអធិការនៅថ្មគោលហ្នឹងហើយយើងទៅពិនិត្យហ្នឹងទៅដល់ពេលមិនមែនបរានក៏ឲ្យគាត់ចេញទៅហ្នឹងវាគ្រាន់អីគ្រាន់តែខកគាត់ប៉ុណ្្នឹងហើយប៉ុណ្្នឹងឯងខ្ញុំមានប៉ុណ្្នឹងទេហើយចប់ហើយខ្ញុំនឹងរងចាំអឺ comment នៅរាល់ចំណុចខ្វះខាតរបស់ខ្ញុំឬក៏ជាសំណួរជាអីអាចខ្ញុំឆ្លើយបានឥឡូវខ្ញុំឆ្លើយបើឆ្លើយអត់បានចាំទុកសិនណាប៉ុន្តែខ្ញុំសង្ឃឹមថានឹងមាន comment គឺមានគេហៅថា feedback ល្អមកមកមកវិញដើម្បីខ្ញុំអភិវឌ្ឍចំណេះដឹងបន្តទៀតបាទសូមអរគុណបាទសូមអរគុណណាស់ចំពោះលោកវិក្កាមិនដែលបានធ្វើការចែករំលែកនៅប្រធានបទពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការផលិតវត្ថុសិល្បៈចម្លងដូចក៏ជាវិធីសាស្ត្រនៃការត្រួតពិនិត្យបាទខ្ញុំបានក៏សូមធ្វើការសំយោគតទៅនឹងបទខាងលើបន្តិចពាក់ព័ន្ធទៅនឹងការចែករំលែករបស់លោកវិក្កាមិនអឺដូចយើងបានដឹងស្រាប់ហើយថាអឺតកតទៅនឹងវត្ថុចម្លងដូចគឺជាការផលិតថ្មីដោយស្នាដៃសិល្បករជំនាន់ថ្មីហើយពាក់ព័ន្ធទៅនឹងវត្ថុសិល្បៈចម្លងដូចផងដែរយើងក៏បានធ្វើការចែកជាពីរទីមួយគឺវត្ថុចម្លងដូចទៅនឹងវត្ថុពិតដែលយើងមាននិងមួយទៀតគឺជាការផលិតជាវត្ថុសម័យថ្មីដែលអត់មានការប្រើសារធាតុគីមីអត់មានការប្រើជាសំណឹកផ្សេងដែលធ្វើឲ្យចាស់ដូចជាវត្ថុចម្លងដូចនេះទេហើយដូចសាធារណជនក៏ដូចជាប្រិយមិត្តបានជ្រាបហើយថាកន្លងមកនេះអឺមានការដាក់លក់ក៏ដូចជាផុសលក់យ៉ាងផុសផុលទៅតាមបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងវត្ថុសិល្បៈខ្មែរដោយអ្នកលក់ខ្លះគាត់អះអាងថាជាវត្ថុបុរាណតែមានអាយុកាលរាប់ពាន់រាប់រយឆ្នាំចឹងទៅក៏ប៉ុន្តែបើយើងក៏លេខទៅមើលប្រធានបទដែលលោកវិក្កាមិនលោកបានធ្វើការចែករំលែកនោះយើងបានដឹងហើយថាវត្ថុដែលសិប្បករគាត់កំពុងតែធ្វើនោះគឺមានការថែមថយសារធាតុគីមីក៏ដូចអុកស៊ីតកម្មផ្សេងដើម្បីធ្វើយ៉ាងណាឲ្យវត្ថុសិល្បៈដែលគាត់បានឆ្លាក់នោះមានសភាពចាស់ហើយដូចឬក៏ស្តៀងទៅនឹងវត្ថុបុរាណលោកគិតណាដែលអ្នកជំនាញឬក៏សាធារណជនមិនបានមានជំនាញជ្រៅជ្រះផ្នែកបុរាណវិទ្យានោះទេលោកពិតជាមិនអាចសម្គាល់បានថាតើជាវត្ថុបុរាណឬក៏ជាវត្ថុចម្លងដូចព្រោះអីស្នាដៃនៃការឆ្លាក់របស់សិល្បករសម័យបច្ចុប្បន្ននេះគឺខ្ពស់មែនទែនបាទសឹងថាពេលខ្លះវត្ថុបុរាណនិងវត្ថុចម្លងដូចដាក់ទន្ទឹមគ្នាយើងពិបាកនឹងមើលផងបាទសូមខ្ញុំបាទក៏សូមដោយសារតែអត់តន់មានសំណួរពីប្រិយមិត្តខ្ញុំបាទក៏សូមជម្រាបសួរទៅដល់លោកវិក្កាមិនបន្តិចពាក់ព័ន្ធទៅនឹងធីបខាងលើអឺលោកបានលើកឡើងមកហើយថាតកតូនវិធីសាស្ត្រនៃការត្រួតពិនិត្យគឺយើងយោងទៅលើរចនាបថទាំង14នេះខ្ញុំនិយាយទៅពីសិល្បៈខ្មែរហើយនឹងលើប្រភេទថ្មលើប្រភេទសំណឹកលើក្លិនលើពណ៌ជាដើម ចុះករណីថាបើសិនណាយើងមិនបានកាន់ផ្ទាល់ជួបផ្ទាល់ទៅនឹងវត្ថុទេយើងអាចវិភាគទៅតាមរូបថតពីព្រោះបច្ចុប្បន្ននេះមានការដាក់លក់ទៅលើ website អន្តរជាតិផ្សេងតាក់ទងទៅនឹងវត្ថុសិល្បៈខ្មែរយើងហើយមន្ត្រីជំនាញគាត់អត់បានទៅមើលផ្ទាល់ទេយើងចង់ធ្វើការវិភាគឬក៏សន្និដ្ឋានបឋមថាតើរូបដែលគេកំពុងដាក់លក់នៅលើ website អន្តរជាតិនឹងជារូបចម្លងដូចគឺជាវត្ថុបុរាណតើយើងអាចមានវិធីសាស្ត្រផ្សេងក្រៅពីវិធីសាស្ត្រខាងលើនេះទេបាទលោកបាទ
បាទអរគុណដូចខ្ញុំបានជម្រាបខាងដើមអញ្ចឹងតាមរូបថតពេលខ្លះយើងមើលបានពេលខ្លះយើងមើលអត់បានទេក្នុងករណីដែលសិល្បករច្បាស់រចនាបថទាំង14ដូចខ្ញុំបានរៀបរាប់ខាងលើហ្នឹងគឺយើងពិបាកមើលបើសិនជាបើសិនជារូបហ្នឹងវាមិនដូចទៅក្នុងរចនាបថណាមួយហើយរួមផ្សំនឹងបទពិសោធន៍ដែលយើងធ្លាប់ឃើញថារូបហ្នឹងភាគច្រើនគេឆ្លាក់នៅទីណានោះអាហ្នឹងយើងអាចវាយតម្លៃបានប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏នៅតែលំបាកដែរប៉ុន្តែយើងអាចកាត់បានខ្លះ30ទៅ50%គឺរូបហ្នឹងរូបនៃបុរាណឬចម្លងនោះគឺអាស្រ័យទៅលើរចនាបថអញ្ចឹងណាអាស្រ័យទៅលើរចនាបថដែលយើងមើលទៅឃើញធ្វើទៅយើងដឹងថាលក្ខណៈពិសេសរបស់រចនាបថនីមួយៗហ្នឹងគេធ្វើមានបែបបទយ៉ាងណានោះយើងអាចកាត់ស្មានបានហើយនឹងពណ៌រូបកូនណាថតយើងមិនអាចដឹងទេពណ៌រូបថតគេអេឌីតអីបានទេដោយសារអញ្ចឹងហើយដែលយើងពិបាកយើងតតែជៀសមិនផុតពីការកាន់មើលទៅមើលទេបាទសូមអរគុណបាទសូមអរគុណណាស់បាទហើយពាក់ព័ន្ធទៅនឹងប្រភេទថ្មលោកបាទដោយលោកមានប្រសាសន៍ហ្នឹងថាតកតងនឹងរចនាបថទាំង14ដែលយើងមានហ្នឹងតកតងនឹងវត្ថុសិល្បៈដែលបានឆ្លាក់គឺមានការរើសប្រភេទថ្មផ្សេងពីគ្នាតើលោកអាចលើកជាឧទាហរណ៍ឬក៏តហេតុករណ៍ផ្សេងៗទៅបាននេះថាតើរចនាបថទាំង14ហ្នឹងតាំងពីសម័យមុនអង្គរនិងសម័យអង្គរតើសិល្បករឬក៏អ្នកឆ្លាក់ចំណុំហ្នឹងគាត់ភាគច្រើនគាត់ប្រើប្រភេទថ្មអីគេខ្លះទៅតាមតំបន់ឬក៏យ៉ាងណាដែរលោកបាទបើចំពោះនៃវត្ថុបុរាណដែលយើងរកឃើញឧទាហរណ៍ថារចនាបថកោះកេរយើងដឹងហើយកោះកេរវាចូល80 គីឡូពីសៀមរាបអីក្នុងប្រហែលហ្នឹងណាផ្លូវត្រង់ណាអញ្ចឹងជ័យប្រមាណទី4គាត់ប្របាទជ័យប្រមាណទី4គាត់ឆ្លាក់គាត់អីគាត់ភាគច្រើនគាត់យកថ្មអីអញ្ចឹងយើងអាចដឹងអ្នកបុរាណហើយយើងអាចយកម៉ាស៊ីនមកវិភាគថាអឺសម័យកោះកេរគឺថ្មប្រភេទនេះប្រភេទនេះគាត់យកពីកន្លែងណាមួយមកប៉ុន្តែដោយឡែកសិល្បករដែលគាត់ឆ្លាក់គាត់ចម្លងដូចគាត់ថ្មពីភ្នំជញ្ជាំងថ្មពីភ្នំសតុកថ្មពីស្រុកផ្សេងមកគាត់ឆ្លាក់ឲ្យដូចដល់ពេលអញ្ចឹងបើសិនយើងមានម៉ាស៊ីនដាក់ផ្លេតយើងចាប់អារម្មណ៍មួយបានហើយអញ្ចឹងណាយើងចាប់អារម្មណ៍ពីគុណភាពថ្មហ្នឹងមួយបានហើយអាហ្នឹងហើយដែលខ្ញុំចង់និយាយប៉ុន្តែបើយើងអត់មានម៉ាស៊ីនយើងមើលមួយភ្នែកអាចដឹងដែរដឹងថាអូថ្មនេះថ្មភាគច្រើនសម័យនោះភាគច្រើនសម័យនេះឥឡូវយើងមើលរូបតារូបភ្នំដាថ្មភាគច្រើនថ្មភ្នំរឹងណាហើយសូម្បីប្រាសាទក៏យកអឺអឺចម្លាក់មួយចំនួននោះយកថ្មបាសាល់មកទេមិនមែនថ្មភក់ទេអាហ្នឹងយើងអាចកាត់យល់បានប៉ុណ្ណឹងអញ្ចឹងបានខ្ញុំថាទាមទារអ្នកទៅពិនិត្យហ្នឹងមានបទពិសោធន៍ហើយបើគាត់មិនទាន់មានបទពិសោធន៍ត្រូវស្ថាប័នត្រូវណែនាំត្រូវបណ្ដុះបណ្ដាលគាត់ឲ្យគាត់មានកន្លែងពិនិត្យហ្នឹងសំខាន់ណាស់បាទសូមអរគុណបាទសូមអរគុណណាស់ខ្ញុំបាទអឺមុននេះខ្ញុំបានសាកសួរតកតលនឹងវត្ថុសិល្បៈក៏ដូចជាវត្ថុបុរាណធ្វើពីថ្មចុះតែឡែកវត្ថុអឺបុរាណដែលធ្វើពីឈើវិញតើចំពោះលោកតើលោកគិតយ៉ាងណាដែលប្រសិនណាអ្នកឆ្លាក់គាត់យកប្រភេទឈើចាស់ដែលមានអាយុកាលរាប់រយឆ្នាំឧទាហរណ៍ថាសសរឬក៏ធ្នឹមព្រះវិហារជាដើមយកមកធ្វើតើនឹងយើងអាចចាត់ទុកថាជាវត្ថុសិល្បៈចម្លងដូចឬក៏ចាត់ទុកថាជាសិល្បៈវត្ថុបុរាណដែរបាទអត់ទេអត់ទេអត់ទៅជាវត្ថុបុរាណកើតទេកាលណាធ្វើថ្មីវាថ្មីហ្នឹងអឺឆ្លាក់ដាប់ថ្មីហើយវត្ថុបុរាណគឺវត្ថុដែលធ្វើសម័យបុរាណហ្នឹងហើយអញ្ចឹងហើយបានគាត់ឈើគាត់ដាក់ចោលគាត់ទុកឲ្យពុកផុយគាត់យកធ្វើចាស់មកដើម្បីគាត់ងាយស្រួលធ្វើពណ៌ទេមែនតើទៅធ្វើពណ៌បានលឿនជាងឈើដែលថ្មីសិតហ្មងឧទាហរណ៍ថាកាប់បន្លុំដើមឈើមួយដើមយកមកឆ្លាក់ហើយវាយពណ៌ទៅបុរាណអាហ្នឹងធ្វើបានដូចគ្នាប៉ុន្តែគាត់ថាប្រើរយៈពេលយូរចំណាយលុយច្រើនអាហើយក៏វាមិនសូវដូចរឿងឈើចាស់យកមកធ្វើដែរអាហ្នឹងខ្ញុំចង់បញ្ជាក់ប៉ុណ្្នឹងណាអាហ្នឹងរឿងហ្នឹងប៉ុន្តែរឿងធ្វើថ្មីឧទាហរណ៍សសរមួយដើមមួយកណាត់
សសរផ្ទះខ្លះធ្វើតាំងពីសម័យបារាំងហ្នឹងហើយគេយកមកលក់ឲ្យគាត់ទីហោគាត់កាត់ចាំធ្វើទៅអាហ្នឹងមានទៅរូបអីហើយបើយកមិនធ្វើគេធ្វើអុកដុតបាត់ទោះសសរហ្នឹងមានអីសិតស្នាមតំណាប់ឡើងខ្លះសសរខ្លះច្រើនឆ្នាំមែនឈើខ្លះច្រើនឆ្នាំមែនប៉ុន្តែយកមកប្រើប្រាស់ពីរបីដងហើយទីមួយរុះពីផ្ទះចាស់យកមកធ្វើផ្ទះមួយទៀតដាប់ថ្មីទៀតតំណាប់ថ្មីអញ្ចឹងអាតំណាប់ចាស់វានៅរុនហ្នឹងគាត់យកឈើបិទទេគេដោះរុះអាផ្ទះហ្នឹងខូចទៀតទៅធ្វើចង្រុកអញ្ចឹងវាទៅជាតំណាប់មួយទៀតអញ្ចឹងទេវាកង់អត់អាចធ្វើអីបានទៀតទេហើយមិនមែនជាឈើវាមិនមែនជាវត្ថុបុរាណអីទេឈើចាស់អាហ្នឹងចង់និយាយឈើចាស់វិញតែកាលណាគាត់យកមកឆ្លាក់ថ្មីវាមិនមែនវត្ថុបុរាណទេអាហ្នឹងបាទសូមអរគុណបាទសូមអរគុណណាឆ្លៀតក្នុងអាការផងដែរក៏ខ្ញុំសូមចែករំលែកបន្តិចពាក់ព័ន្ធទៅនឹងបទសោតខ្ញុំផ្ទាល់តែម្ដងខ្ញុំធ្លាប់បានធ្វើការសាកល្បងតាក់ទងនឹងការវិភាគរូបទៅតាមការលក់តាមរូបសារតែជាផ្សេងហើយពាក់ព័ន្ធសាសនាវិភាគរបស់ខ្ញុំគឺខ្ញុំបានដូរទាំងលោកវាខ្ញុំបានលើកឡើងអញ្ចឹងទៅយើងអឺមើលលម្អិតទៅដល់ចំណាប់បទទាំង14លើកប្រភេទសាច់លើកប្រភេទសំណឹកហើយជាពិសេសនោះយើងបានធ្វើការទៀងទាត់ជាមួយទៅនឹងឯកសារដែលយើងមានស្រាប់ដូចជាវត្ថុប្រតិបត្តិទុក100ពីតតថាអង្គរក៏ដូចជាវត្ថុដែលបាត់ពីវត្តពោធិ៍វាដែលជាប់ឬក៏តាមទីខេត្តបាត់ដំបងផងដែរហើយមិនតែប៉ុណ្ណោះចំពោះនយោបាយប្រាវត្ថុយើងក៏មានការងារមួយពាក់ព័ន្ធទៅនឹងការចេញលិខិតអនុញ្ញាតការនាំចេញនាំចូលវត្ថុសម្រាប់វប្បធម៌ដែលជាទូទៅគឺជាវត្ថុដែលចំណងដូចវត្ថុសម័យថ្មីទៅក្រៅប្រទេសផងដែរហើយពាក់ព័ន្ធការងារហ្នឹងនៅក្នុងលើបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងលោកបានលើកឡើងថាតើតើការដឹងជួងនៃផ្សេងគឺយើងបច្ចុប្បន្នយើងកំពុងតែបានធ្វើពិកម្មនៅខេត្តសៀមរាបមួយផងដែរពាក់ព័ន្ធទៅនឹងបញ្ចូលតែមួយជាតិដែលកាត់បន្ថយពេលវេលានៃការធ្វើដំណើររបស់អឺក្រុមហ៊ុនក៏ដូចជាអ្នករកស៊ីបានដឹកជញ្ជូនដើម្បីគាត់មានភាពងាយស្រួលក្នុងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញផងដែរហើយអាចទៅថ្ងៃមុខទៀតអ្នកដឹកនាំសូមលោកនឹងមានផែនការបន្តទៀតពាក់ព័ន្ធនឹងការប្រតិកម្មការងារបន្តផងដែរអឺដោយសារតែឥឡូវនេះអត់តមានសំណួរពីខាងប្រិយមិត្តយើងទេអឺខ្ញុំអាចសូមសួរយោបល់ទៅលោកប្រធានមន្ត្រីបាត់ដំបងបន្តទៀតបាទអឺអឺពាក់ព័ន្ធនឹងវិភាគរូបបុរាណឬមិនបុរាណតើអត់ទេសំទោសស្ដាប់អត់បានទេណាពីដាច់ថាអ៊ីនធឺណិតមិនបានខ្ញុំស្ដាប់អត់បានមានបញ្ហាប្រឈមណាមួយកើតឡើងដែរទេខ្ញុំស្ដាប់អត់បានទេមិញហ្នឹងដាច់សុំម្ដងទៀតបាទសូមជាសុលធានទីដែលថាក្រមកអធិស្ឋានលោកទទួលអាចច្បាស់នៅនៅលោកនិយាយមកខ្ញុំដាប់មិញឬសូដល់ពេលហ្នឹងដាច់សុំបញ្ជាក់មួយសារទៀតមើលបាទទទួលបានច្បាស់ទេបាទអានេះvẫnច្បាស់មិញស្ដាប់អត់ច្បាស់ខ្ញុំអាចសុំសួរលោកបាទខ្ញុំអាចសុំសួរលោកវិគុណបន្តិចថាតើកន្លងមកក្នុងការងាររបស់លោកបានធ្លាប់បានធ្វើការវិភាគរូបថាចំណងពេលអត់ដូចច្បាស់ទេបារាំងកន្លងអាចមានបញ្ហាប្រឈមអត់ច្បាស់ហ្មងការពិតអីចឹងអត់ច្បាស់មើលសេវាបន្តិចសិនអត់ច្បាស់អូអាចមកពីប្រព័ន្ធអ៊ីនធឺណិតទៅបាទតើឥឡូវលោកអានេះទទួលបានច្បាស់អានេះច្បាស់ទេបាទបាទច្បាស់និយាយមើលបាទអញ្ចឹងខ្ញុំសូមសួរម្ដងទៀតបាទពាក់ព័ន្ធនឹងអឺតាក្រុមការងារនៃមន្ទីរវប្បធម៌ជាសិល្បៈខេត្តបាត់ដំបងដែលធ្លាប់ធ្វើការវិភាគរូបពាក់ព័ន្ធទៅនឹងការរកឃើញដោយចៃដន្យថាតើមានបញ្ហាប្រឈមមានកើតឡើងទេឬក៏មានធ្លាប់ថាយើងវិភាគទៅមានការឆ្លោះឆ្លួយឬយ៉ាងណាទេបន្ទាប់ពីយើងអត់ទាន់បានចូលក្នុងម៉ាស៊ីនវិភាគឲ្យបាន100%បាទបាទសូមអរគុណនេះខ្ញុំដាក់នេះរូបនេះរូបពីគេរូបដៃ8នេះណាគេហៅថាព្រះវិស្ណុដៃ8នេះគឺរូបនេះគឺគេរកឃើញនៅឃុំផ្លូវមាសស្រុករតនមណ្ឌល
រូបនេះគេមកគេថាសិតតែប្រមាណម៉ឺនប្រមាណលានបាតណាគេរកឃើញចឹងទៅបាទគេគេយកមកអញ្ចឹងប៉ុន្តែដល់ពេលខ្ញុំទៅមើលទៅអឺថ្មីចាស់រូបដូចនៅផ្សារទូរទស្សន៍ដល់អញ្ចឹងទៅក៏ខ្ញុំប្រាប់ថាអាហ្នឹងអត់ទេប៉ិនបើចង់បានរូបដូចអញ្ចឹងច្រើនណាស់មានច្រើនណាស់ទៅមើលផ្សារទូរទស្សន៍ហើយអត់មានប្រឈមអីទេអត់មានបញ្ហាប្រឈមថាស្អីទេដោយសារយើងស្គាល់ហើយស្គាល់ច្បាស់ហើយឥឡូវហ្នឹងដូចមិនសូវមានផុសនៅបាត់ដំបងទេណាប៉ុន្តែយើងមិនចង់ទេប៉ុន្តែវាមានមែនទែនដូចថ្ងៃមុនទៅទៅណែយកសាលាចរិតមួយនៅខ្នាតអមាសខ្ញុំសង្ស័យដែរប៉ុន្តែដល់ពេលមើលទៅសាលាចរិតសតវត្សទី10ដល់ពេលរូបដូចជាចុងសតវត្សទី11អញ្ចឹងណារូបដែលនៅលើសាលាចរិតហ្នឹងអាហ្នឹងក៏ជាការសិក្សាមួយដែលត្រូវមើលដែរអញ្ចឹងណាប៉ុន្តែរឿងថាបញ្ហាប្រឈមពិបាកអីអត់អីទេនៅនៅនេះអត់អីទេប៉ុន្តែសំបកទៅមួយទៀតមិនមែនមានន័យថាសុំអីពិនិត្យរូបចេញទេចង់និយាយថាចល័តរូបពីខេត្តមួយទៅខេត្តមួយមិនមែនទៅក្រៅប្រទេសទេទីហោអ្នកនៅសៀមរាបដឹករូបយកមកលក់បាត់ដំបងឬអ្នកបាត់ដំបងដឹកយកទៅលក់នៅព្រំដែនឬក៏នៅណាចឹងណានៅក្នុងស្រុកខ្មែរយើងនឹងនៅហាងគាត់នឹងខ្លាចអារូបសិល្បៈចម្លងដូចហ្នឹងគឺមើលទៅវាដូចសមត្ថកិច្ចអត់ដឹងថារូបហ្នឹងយ៉ាងម៉េចទេតែឃើញខាត់ហើយខ្ញុំចង់និយាយចឹងទេកន្លងអាហ្នឹងណាមិនមែនមានន័យថាប្រតិភូកម្មអីទេក្នុងសៀមរាបប្រតិភូកម្មអាចមានសិទ្ធិបិទស្ទីកគ័រផ្ញើទៅជូនទៅក្រៅប្រទេសក្រៅអីបានអញ្ចឹងណាបាទហើយអាហ្នឹងខ្ញុំប៉ុណ្ណឹងប៉ុន្តែឲ្យមានឧបសគ្គអីអត់មានទេនៅបាត់ដំបងបាទអរគុណអត់បានครับបាទសូមអរគុណបាទអយើងមានសំណួរមួយពីប្រិយមិត្តគាត់បានសួរទៅលោកវិក្កាមថាតើអឺពាក់ព័ន្ធទៅនឹងពាក់ព័ន្ធទៅនឹងការបច្ចេកទេសនៃការផលិតរូបចម្លងដូចអឺទាំងថ្មទាំងឈើទាំងលោហិននៅខេត្តបាត់ដំបងតើលោកអាចដឹងថាតើយើងមានចំនួនទីតាំងប្រមាណទីតាំងដែរបាទអឺមពីមុនមានច្រើនពីមុនមានជិត10ដល់ឥឡូវនៅសល់តែ5កន្លែងឯងបាទផលិតណាបាទកន្លែងនោះក៏អត់ធ្វើទេគាត់ទិញយកមកធ្វើយល់ទេគាត់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 ទិញយកមកធ្វើក៏អត់ធ្វើទេហើយ3កន្លែង4កន្លែងទៀតគាត់ធ្វើហើយមានមួយកន្លែងនោះធ្វើឈើផងថ្មផងលោហៈផងចម្រុះពួកគាត់មានហាងនៅសៀមរាបមួយហើយមួយទៀតធ្វើតែឈើទេហើយពីរទៀតធ្វើថ្មបាទមានប៉ុណ្ណឹងទេរាល់ថ្ងៃហ្នឹងឥឡូវហ្នឹងគឺដោយសារគាត់ថាលក់អត់ដាច់ផ្អាកសិនអីចឹងហ្នឹងបាទបាទមានប៉ុណ្ណឹងអឺមដោយសារតែដោយសារតែពេលវេលាជិតអស់ដែរបាទដូចនេះខ្ញុំបាទក៏សូមស្នើជូនលោកវិក្កាមថាមានពាក្យអីជាអនុសាសន៍សម្រាប់អ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធទៅនឹងការវិភាគវត្ថុសិល្បៈក៏ដូចជាអឺឈ្មួញដែលគាត់បានធ្វើការផុសលក់ជាហូរហែដែលគាត់បានប្រឌិតនៅរូបភាពមួយគាត់ថាជាវត្ថុតាមពិតជាវត្ថុចម្លងដូចតែគាត់ថាជាវត្ថុបុរាណអីអញ្ចឹងទៅតើលោកអាចជំរាបអនុសាសន៍ក្នុងការទៅដល់ការណែនាំបន្ថែមទៀតដែរបាទបាទសូមអរគុណបាទខ្ញុំមានចំណុចខ្លះដែលជំរាបជូនទៅហើយអឺធ្លាប់ដែរធ្លាប់មុនមន្ត្រីជំនាញប្រាប់គាត់ថាទៅធ្វើរូបហ្នឹងកុំឲ្យដូចពេកពិបាកពិនិត្យអីចឹងណាកុំឲ្យដូចពេកធ្វើឲ្យមានចំណុចខ្លះទៅហើយចំពោះខ្ញុំអត់ទេខ្ញុំលើកទឹកចិត្តថាធ្វើមកដូចមិនក៏ដូចទៅអាហ្នឹងធ្វើដៃរបស់គាត់អាហ្នឹងត្រូវលើកទឹកចិត្តគាត់សើគាត់ប៉ិនធ្វើឲ្យគាត់ធ្វើចុះអាយើងតាអ្នកពិនិត្យយើងពិនិត្យទៅហ្នឹងរឿងទី1អត់អីទេធ្វើចុះរឿងទី2ចង់និយាយផ្ញើផ្ដាំផ្ញើទៅអ្នក
នឹងកុំឲ្យគិតណាអ្នកសិប្បកម្មចម្លាក់អ្នកលក់វត្ថុអនុស្សាវរីយ៍ខាងហាងអីផ្សេងផ្សេងហ្នឹងកុំឲ្យចង់បានគឺថាលក់តាមអនឡាញទៅចង់បាន view ចង់បាន like ចង់បានអីធ្វើឲ្យខូចក្រមសីលធម៌ធ្វើឲ្យខុសច្បាប់ខុសវិន័យអញ្ចឹងទេវត្ថុដូចខ្ញុំបានជំរាបអញ្ចឹងយើងពិបាកមើលតាមរូបថតហ្នឹងតាមរូបវីដេអូរូបអីហ្នឹងថតអីហ្នឹងវីដេអូអីហ្នឹងអឺយើងពិបាកមើលកាលណាគាត់ផុសថាបុរាណចង់មិនចង់គឺអ្នកនឹងឲ្យចង់តាក់ទាញអារម្មណ៍ចង់តាក់ទាញភ្ញៀវចង់តាក់ទាញអីប៉ុណ្ណឹងឯងព្រោះនៅមានកន្លែងខ្លះហាងខ្លះគឺចង់បានឲ្យលក់ដាច់លក់អីទៅចេះតែប្រើប្រាស់ទៅចេះតែប្រើប្រាស់អាបណ្ដាញសង្គមហ្នឹងទៅដើម្បីតាក់ទាញឲ្យខ្ញុំសុំសំណូមពរថាឈប់ទៅឈប់យកអញ្ចឹងមកទៅហើយបើសិនជាបុរាណមែនតែនគឺសុំរក្សាទុកយកទៅទុកសារៈទីយកទៅទុកអីទៅយើងនឹងមានលិខិតថ្លែងអំណរគុណមានអីទៅតាមកំណត់ផ្សេងផ្សេងអញ្ចឹងណាហើយអានឹងជាសម្បត្តិរបស់យើងទាំងអស់គ្នាហ្នឹងហើយអត់មានរបស់អ្នកណាមួយទេព្រោះសម្បត្តិបេតិកភណ្ឌហ្នឹងគឺជាសម្បត្តិរបស់ជាតិបញ្ជាក់ពីអត្តសញ្ញាណរបស់ជាតិហើយយើងត្រូវនាំគ្នាថែរក្សាសម្បត្តិហ្នឹងឲ្យបានគង់វង្សទាំងអស់គ្នាហើយសូមផ្ដាំទៅដែរកុំឲ្យចង់បានអីផ្សេងផ្សេងឡើយយករូបយកអីទៅកប់ហើយអឺទៅកាយមកវិញតែបើពិតមែនតែនអាហ្នឹងអត់អីទេពិតមែនតែនណាអត់អីទេតែកុំឲ្យធ្វើអញ្ចឹងអីបើធ្វើអញ្ចឹងទៀតនាំឲ្យពិបាកអ្នកណាពិបាកតែខ្លួនយើងវិញទេហើយអញ្ចឹងសូមសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ការថែរក្សាសម្បត្តិបេតិកភណ្ឌទាំងរូបិយអរូបិយក៏ដោយអានឹងជាតួនាទីភារកិច្ចរបស់ប្រជាជនខ្មែរយើងទាំងអស់គ្នាហើយរាជរដ្ឋាភិបាលកំពុងតែធ្វើការមមាញឹកផ្លូវការទូតការអីណាស់ដើម្បីចរចាយកវត្ថុបុរាណដែលបានចោលយកទៅលួចពីសម័យសង្គ្រាមថ្ងៃហ្នឹងយកមកវិញជាហូរហែហើយអញ្ចឹងទេសូមយើងជួយកន្លែងណាដែលអាចជួយបានណាចង់និយាយអញ្ចឹងមិនចោលសម្រាមទៅកន្លែងរមណីយដ្ឋានបុរាណបរិវត្តប្រវត្តិសាស្ត្រអីហ្នឹងក៏ជាការមួយចូលរួមក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌជាតិដែរបាទខ្ញុំដូចជាមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមអរគុណណាស់លោកវិក្កាមិនខ្ញុំបាទក៏សូមបន្ថែមបន្តិចពាក់ព័ន្ធទៅនឹងវត្ថុបុរាណអឺដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារតិភណ្ឌវប្បធម៌ជាតិនៅឆ្នាំ1996យើងមិនទាន់បានចេញគឺក៏ផ្ដល់អាជ្ញាប័ណ្ណពិសេសឬក៏ផ្ដល់លិខិតអនុញ្ញាតនាំចេញនាំចូលវត្ថុបុរាណនៅឡើយទេអឺក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាឆ្នាំ1970ក៏ដូចជាអនុសញ្ញា UNITROA យើងបានធ្វើការទប់ស្កាត់ការជីកការរុករកនិងការចរាចរវត្ថុសិល្បៈទៅខុសច្បាប់ហើយដូចលោកវិក្កាមិនបានលើកឡើងផងដែរគឺយើងត្រូវមានភាពស្មោះត្រង់មិនត្រូវប្រឌិតរឿងពាក់ព័ន្ធទៅនឹងវត្ថុសិល្បៈនោះទេព្រោះបើជាវត្ថុចម្លងដូចយើងគួរតែប្រាប់អតិថិជនឬក៏ភ្ញៀវថាជាវត្ថុចម្លងដូចបើសិនណាយើងប្រាប់ជាវត្ថុបុរាណវាអាចទៅជារឿងមានទុកទណ្ឌផ្នែកព្រំដែនផ្សេងទៀតអឺហើយក៏វាអាចធ្វើឲ្យមានការយល់ច្រឡំពីសាធារណជនដែលថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកអនុញ្ញាតឲ្យមានការទិញលក់វត្ថុបុរាណតែទីបាទគឺអត់ដែលមានទេបាទខ្ញុំសូមបញ្ជាក់ត្រង់ហ្នឹងព្រោះអីខ្ញុំបានក៏ធ្លាប់ធ្វើការរៀបខែខាងហ្នឹងដែរគឺយើងអនុញ្ញាតឲ្យមានការចរាចរណ៍ទិញលក់វត្ថុសំឡងដូចអីហូរហែប៉ុណ្ណោះទេប្រិយមិត្តអាចសាកគិតទៅមើលវត្ថុចម្លងដូចមានសភាពចាស់ប៉ុណ្ណឹងទៅហើយនៅពេលយើងមានលក្ខណៈញ្ញាតនាំចេញត្រឹមត្រូវទៅដល់បរទេសហ៎នៅពេលទុកទៅ30 40 50ឆ្នាំទៀតនោះកាន់តែចាស់ទៀតហើយអញ្ចឹងវានឹងពិបាកគ្រប់គ្រងមែនទែនទៅថ្ងៃមុខសម្រាប់កូនចៅយើងជំនាន់ក្រោយព្រោះអីវត្ថុចម្លងដូចបច្ចុប្បន្នអនាគតទៅក៏អាចក្លាយជាវត្ថុបុរាណទស្សនាមានយុគកាលទៅរាប់រយឆ្នាំក្រោយទៀតអញ្ចឹងដូចនេះការការពារបេតិកភណ្ឌមិនមែនជាទូនទីភាគីផ្ដាច់មុខរបស់ក្រសួងវប្បធម៌ក៏ដូចជាអ្នកជំនាញផ្នែកការពារអភិរក្សបេតិកភណ្ឌវប្បធម៌ទេគឺជាភារកិច្ចនិងជាកាតព្វកិច្ចរបស់គុនខ្មែរយើងគ្រប់រូបសូមអរគុណណាស់ដល់ដោយសារតែពេលវេលាយើងមានកំណត់ខ្ញុំបានតាំងនាមឲ្យថ្នាក់ដឹកនាំក្រុមការងារនៃនាយកដ្ឋានវរវត្ថុសូមអរគុណចំពោះលោកកឹមសុភ័ណ្ឌប្រធានមន្ត្រីវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបងដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការចែករំលែកពាក់ព័ន្ធ
ទៅនឹងប្រធានបទដ៏មានសារៈសំខាន់និងមានអត្ថប្រយោជន៍សម្រាប់ការសិក្សាស្វែងយល់ស្រាវជ្រាវសម្រាប់ដល់សាធារណជនហើយក៏មិនភ្លេចដែរក៏សូមអរគុណទៅដល់ប្រិមិត្តដែលចំណាយពេលវេលាដ៏មានតម្លៃដូចគ្នាក្នុងការតាមដានទស្សនាការផ្សាយផ្ទាល់ពីเพจផ្លូវការរបស់យោធាប្រាណវត្ថុខ្ញុំបានក៏សូមធ្វើការខន្តីអភ័យទោសចំពោះកំហុសខុសដោយប្រការចេតនាណាមួយពាក់ព័ន្ធទៅនឹងអាចប្រព័ន្ធបច្ចេកវិទ្យាក៏ដូចជាបញ្ហាណាមួយដែលអចេតនាផងដែរបាទពេលនេះខ្ញុំបាទនិងលោកវិក្កាមិនសូមធ្វើការជម្រាបលាបាទសូមអរគុណបាទជំរាបលាអរគុណ